រៀបសួរខ្ញុំឈ្មោះឡុងភក្ត្រាហើយឆ្នាំនេះខ្ញុំអាយុ17ចាប់18ឆ្នាំរៀនថ្នាក់ទី12នៅវិទ្យាល័យហ៊ុនសែនស្រាប់បន្ទាយហើយពេលវះកាត់នៅឆ្នាំ2019ហ្នឹងទៅវះកាត់ដល់ប្រទេសកូរ៉េនៅទីពេទ្យ Sejong Hospital ជួយដោយអង្គការ Sovereign Army and KB Bank ហើយពេលវះកាត់នៅឆ្នាំ2019ហ្នឹងហើយពេលដឹងថាទៅកូរ៉េមានអារម្មណ៍ថាហើយបន្តិចពេលនៅទីពេទ្យមានការបាក់បន្តិចដោយសារអត់សូវចេះញ៉ាំម្ហូបកូរ៉េមុនដំបូងមុនវះកាត់ពិបាកជាងគេគឺនៅពេលដែលយើងដើរទៅណាគឺឆាប់ហត់ពិបាកដកដង្ហើមបាទតើតើនឹងសិស្សឈ្មោះឡុងភក្ត្រាកាលមុនវះកាត់ហ្នឹងគាត់មានអាការៈឆាប់ហត់បាទហើយទី1ហត់បន្ទាប់មកគឺពិបាកដកដង្ហើមហើយគាត់មករៀនមិនសូវបានទៀងទាត់ដោយសារបញ្ហាសុខភាពរបស់គាត់ពេលវះកាត់ហើយអាការៈធូរស្បើយខ្លាំងមែនតើអត់ហត់ពេលមុនវះកាត់មានអារម្មណ៍ថាញ៉ាំអីសូវបានអត់សូវឆ្ងាញ់ហើយហិចស្គមតែពេលវះកាត់ហើយញ៉ាំឆ្ងាញ់ហើយឡើងគីឡូហើយសុខភាពក៏ល្អខ្លាំងដែរទាំងការរៀនទាំងការអីអត់ប៉ះពាល់ទេឥឡូវហ្នឹងខ្ញុំថាខំរៀនខ្លាំងដោយសារទី12ឆ្នាំប្រឡងបើសិនជារៀនចប់ចង់ធ្វើពេទ្យតែអត់ទាន់ដឹងថាគួររើសសាកលវិទ្យាល័យមួយណាអត់ទាន់ប្រកាសដោយសារខ្ញុំស្រឡាញ់មុខជំនាញនឹងចង់ជួយគេវិញចង់ជួយគេព្យាបាលជំងឺបាទដូចចំពោះខ្ញុំក៏សង្ឃឹមថាភក្ត្រានឹងក្លាយជាគ្រូពេទ្យដ៏ល្អម្នាក់នៅពេលអនាគតទី1ដោយសារទី1គាត់ជាសិស្សឧស្សាហ៍ព្យាយាមរៀនសូត្រខិតខំស្ដាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូក៏ដូចជាការមកដល់សាលាគាត់ខិតខំរៀនហើយដល់ផ្ទះក៏គាត់ព្យាយាមរៀនដើម្បីក្លាយជាគ្រូពេទ្យម្នាក់ហើយខ្ញុំក៏ជូនពរគាត់សង្ឃឹមថាគាត់នឹងបានក្លាយជាគ្រូពេទ្យម្នាក់នៅពេលអនាគតបាទចាក្រោយពីភក្ត្រាបានវះកាត់ហើយនៅឯមន្ទីរពេទ្យកូរ៉េដែលអង្គការមួយឈ្មោះថា Sovereign Army សុខភាពរបស់គាត់គឺបានល្អប្រសើរជាងមុនឆ្ងាយមែនទែនហើយនិយាយរួមសុខភាពគាត់ប្រែមកធម្មតាវិញក្រោយពីការវះកាត់ហើយចាការសិក្សារបស់គាត់នឹងក៏ទទួលបានលទ្ធផលល្អបាទបន្ទាប់ពីភក្ត្រាបានវះកាត់រួចខ្ញុំសង្កេតឃើញថាការសិក្សាទី1ការសិក្សារបស់គាត់បានល្អបាទដោយសារគាត់បានមករៀនជាប់លាប់ហើយសុខភាពគាត់ល្អហើយលែងហត់បាទបាត់ហត់បាទអរគុណដល់ KB Bank Sovereign Army ដែលជួយឲ្យឧបត្ថម្ភជាថវិកានិងកន្លែងមន្ទីរពេទ្យដែលឲ្យវះកាត់ឲ្យខ្ញុំបានជោគជ័យហើយមានសុខភាពល្អដល់ឥឡូវនេះអរគុណ